Sôm chùm riệp xú bề mậtទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំបាទនឹងលើកយករឿងរ៉ាវបន្តអំពីរឿងព្រាយជ្រូកជើង3នៅលើខ្នងភ្នំក្រវាញចង់ដឹងថាសាច់រឿងមួយនេះគួរឲ្យជក់ចិត្តដល់កម្រិតណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមស្ដាប់ជាមួយខ្ញុំបាទដូចតទៅចាប់តាំងពីប៉ាន់បានកំចាត់ទៅកាន់ព្រាយខ្លាដែលមានវិញ្ញាណគ្រូលឹមចូលសន្ធិដ្ឋរួចមកក្នុងភូមិរបស់គាត់ក៏ចាប់ផ្ដើមរស់នៅដោយភាពសុខសាន្តភូមិថ្មបាំងពេលនោះក៏ចាប់ផ្ដើមមានប្រជាជនថ្មីជាច្រើនចូលមករស់នៅប្រជាជនថ្មីដែលបានចូលមករស់នៅគឺមានថែមទាំងគ្រូអាគមនិងព្រានព្រៃជាច្រើនផងដែរលោកអ៊ុំមេភូមិគាត់ក៏បានរៀបចំចាត់ចែងដីធ្លីសម្រាប់ពួកគាត់ទាំងអស់គ្នាសាងសង់លំនៅឋានហើយអ្នកភូមិក៏បានជួយគ្នាមួយដៃមួយជើងដោយមិនប្រកាន់ថាជាអ្នកថ្មីឬអ្នកចាស់នោះឡើយក្នុងចំណោមប្រជាជនថ្មីប្រមាណជា20គ្រួសារនោះគឺមានលោកអ៊ុំម្នាក់ដែលគាត់មានឈ្មោះថាអ៊ុំច័ន្ទក្រោយពេលគាត់ចូលមកដល់គាត់ក៏បានតាំងខ្លួនជាគ្រូអាគមដ៏ល្អម្នាក់គឺគាត់តែងតែជួយដល់អ្នកភូមិដូចជាជួយស្រោចទឹកដោះអំពើឬក៏ផ្សំថ្នាំព្យាបាលជំងឺផ្សេងឲ្យទៅកាន់អ្នកភូមិដែលគាត់មិនបានយកមាសប្រាក់នោះឡើយអ្នកភូមិនៅពេលឃើញបែបនេះគាត់គោរពស្រឡាញ់ទៅកាន់អ៊ុំច័ន្ទខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃអ៊ុំច័ន្ទនេះគាត់តែងតែព្យាយាមធ្វើអំពើល្អជាច្រើនដើម្បីយកចិត្តទៅកាន់អ្នកភូមិចំពោះអ្នកជំងឺមកពីភូមិផ្សេងទៀតដែលទៅពឹងពាក់ឲ្យគាត់ជួយគឺអ៊ុំច័ន្ទគាត់ទទួលយកមាសប្រាក់ជាធម្មតាតែចំពោះអ្នកភូមិរបស់គាត់មិនដែលយកមាសប្រាក់សូម្បីតែបន្តិចនោះឡើយអ៊ុំច័ន្ទគាត់ក៏បានព្យាយាមចូលទៅស្និទ្ធស្នាលជាមួយលោកអ៊ុំមេភូមិឌីផងដែររាល់ពេលដែលគាត់ទំនេរគាត់តែងតែធ្វើដំណើរទៅលេងផ្ទះលោកអ៊ុំមេភូមិជាប្រចាំជាពិសេសនៅពេលល្ងាចឡើងពួកគាត់ក៏នាំគ្នាអង្គុយជជែកគ្នាលេងហើយក៏ផឹកតែនិយាយពីនេះពីនោះនៅខាងលើគ្រែមុខផ្ទះជារៀងរាល់ថ្ងៃរាល់ពេលដែលអ៊ុំច័ន្ទគាត់បានរបស់របរផ្សេងដូចជាផ្លែឈើអីជាដើមគឺគាត់តែងតែយកទៅឲ្យលោកអ៊ុំឌីជារឿយអ៊ុំឌីពេលនោះគាត់គោរពស្រឡាញ់ទៅកាន់លោកអ៊ុំច័ន្ទខ្លាំងណាស់ការស្រឡាញ់រាប់អានរបស់គាត់គឺចេញពីក្នុងចិត្តដោយបរិសុទ្ធដោយគាត់មិនបានដឹងអំពីបំណងមិនល្អរបស់លោកគ្រូច័ន្ទនោះឡើយអ៊ុំច័ន្ទក៏បានព្យាយាមបង្កើតភាពស្និទ្ធស្នាលជាមួយគាត់ដូចជាបងប្អូនយ៉ាងអញ្ចឹងដែរបន្ទាប់មកគាត់ក៏បានរាប់អានគ្នាធ្វើជាបងប្អូនធម៌ក្រឡេកទៅកាន់អ៊ុំប៉ាន់វិញគាត់ក៏រស់នៅប្រកបកិច្ចការរបស់គាត់ជាធម្មតាដោយគាត់មិនបានតាំងខ្លួនជាអ្នកចេះអ្វីឡើយគាត់រស់នៅលាក់ពីសាវតាពិតរបស់គាត់សូម្បីតែប្រពន្ធក៏គាត់មិនយកនោះដែរគាត់ធ្លាប់មានប្រពន្ធម្ដងរួចទៅហើយតែប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតដោយសារតែរឿងតាក់ទងនឹងសឹកអាគមនេះឯងគេដោយមិនអាចយកឈ្នះទៅកាន់គាត់បាននៅថ្ងៃមួយគាត់មិនបាននៅផ្ទះគេបានឆ្លៀតឱកាសចាត់ការទៅកាន់ប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់ក៏ត្រូវបានស្លាប់បាត់បង់ជីវិតទៅពេលនោះគាត់ខូចចិត្តខ្លាំងណាស់ប្រពន្ធជាទីស្រឡាញ់របស់គាត់បានចាក់ចោលទាំងដែលមានកូននៅក្នុងផ្ទៃរៀបនឹងប្រសូតទៀតផងចាប់តាំងពីពេលនឹងមកគាត់ក៏មិនបានយកប្រពន្ធទៀតដែរព្រោះគាត់មិនចង់នាំគ្រោះថ្នាក់ទៅកាន់អ្នកដែលនៅជុំវិញខ្លួនទៀតឡើយបន្តមកកាន់សាច់រឿងយើងវិញអ៊ុំប៉ាន់គ្រាន់តែបានឃើញអ៊ុំច័ន្ទភ្លាមគាត់ក៏បានដឹងថាគ្រូច័ន្ទនេះមិនមែនជាមនុស្សល្អនោះឡើយគេធ្វើបែបនេះប្រកាសជាគេមានបំណងអ្វីមួយជាក់ជាមិនខានមួយរយៈក្រោយមកគ្រូច័ន្ទបានចាប់ផ្ដើមលេងសឹកអាគមទៅកាន់គ្រូអាគមផ្សេងទៀតដែលនៅក្នុងភូមិថ្មបាំងគាត់ចាប់ផ្ដើមលេងសឹកអាគមទៅកាន់គ្រូអាគមផ្សេងម្ដងម្នាក់
រហូតធ្វើឲ្យពួកគាត់ដែលជាគ្រូអាគមទាំងអស់នោះត្រូវចោះចាញ់ព្រមទាំងចាកចេញពីក្នុងភូមិថ្មបាំងម្ដងម្នាក់ទៀតផងគ្រូអាគមដែលបានចាញ់ក្រោមដៃរបស់គ្រូច័ន្ទមិនហ៊ាននិយាយថាជាស្នាដៃរបស់គាត់ឡើយសូម្បីតែចាកចេញទៅហើយក៏មិនហ៊ានបង្ហើបប្រាប់ទៅកាន់អ្នកភូមិដែរពួកគាត់បានចាញ់សឹកអាគមជាមួយគ្រូច័ន្ទហើយគ្រូច័ន្ទបានព្រមានថាប្រសិនបើយករឿងនេះទៅប្រាប់អ្នកភូមិពួកឯងនឹងត្រូវបានចាត់ការចោលទាំងគ្រួសារជាក់ជាមិនខានដោយសារតែភាពភ័យខ្លាចទើបពួកគាត់នាំប្រពន្ធកូនចាកចេញពីភូមិស្រុកដែលសម្បូរសប្បាយងាយស្រួលរកស៊ីជួញដូរចេញទៅរស់នៅភូមិផ្សេងទៀតដោយមិនស្ដាយស្រណោះលើសពីនេះទៅទៀតនៅពេលដែលគ្រូច័ន្ទដាក់អំពើទៅកាន់គ្រូអាគមផ្សេងទៀតហើយគាត់ក៏សម្ដែងធ្វើជាមនុស្សល្អដោយទៅជួយដោះអំពើឲ្យអ្នកភូមិទាំងអស់នោះគ្រប់គ្នាអ្នកភូមិក្រោយពេលដែលឃើញអំពើល្អរបស់គ្រូច័ន្ទបែបនេះហើយគាត់ក៏រឹតតែស្រឡាញ់ពេញចិត្តទៅកាន់គ្រូច័ន្ទកាន់តែទ្វេដងពីមួយថ្ងៃទៅមួយថ្ងៃក្នុងចំណោមគ្រូអាគមទាំងអស់ដែលបានចាកចេញពីក្នុងភូមិក្នុងនោះក៏មានលោកពូម្នាក់ឈ្មោះថាពូសានគាត់មិនព្រមចោះចាញ់ជាមួយគ្រូច័ន្ទឡើយដោយគាត់បានព្យាយាមតតាំងជាមួយគ្រូច័ន្ទរហូតដល់ស្លាប់បាត់បង់ជីវិតប្រពន្ធរបស់គាត់បាននិយាយថានៅយប់មួយប្តីរបស់គាត់ក៏បានប្រាប់មកកាន់គាត់ថាយប់នេះគាត់មានភ្ញៀវមកលេងដូចនេះគាត់ត្រូវរៀបចំពិធីតតាំងជាមួយគេរួចបានប្រាប់ឲ្យគាត់សំងំគេងនៅក្នុងបន្ទប់នឹងហើយនៅពេលយប់មកដល់ប្តីរបស់គាត់ក៏បានអង្គុយពីមុខអាសនៈរួចដុតបំភ្លឺទៀនយ៉ាងភ្លឺមិនតែប៉ុណ្ណោះក៏ថែមទាំងបានចងខ្សែសីមាព័ទ្ធជុំវិញទីនោះទៀតផងគាត់មិនហ៊ានចេញមកក្រៅនោះឡើយបានត្រឹមតែសំងំក្នុងបន្ទប់ហើយគាត់បានឮសំឡេងក្ដួងក្ដាំងមិនដឹងថាជាសំឡេងសត្វអ្វីខ្លះនោះទេមិនតែប៉ុណ្ណោះខ្យល់ក៏បានបក់បោកយ៉ាងខ្លាំងបោកផ្ទប់នឹងមកមួយផ្ទះរបស់គាត់ឮសូរផុងផាំងហើយភ្លេចបន្ទោលក៏ចេះតែបញ្ចេញពន្លឺព្រាកទាំងដែលខែនេះជារដូវប្រាំងសោះខ្យល់កាន់តែខ្លាំងក៏ឮសំឡេងប្តីរបស់គាត់សូត្រមន្តអាគមកាន់តែខ្លាំងហើយសំឡេងសូត្រមន្តអាគមចេះតែបន្តរហូតដល់ម៉ោង11យប់ទើបស្ងប់ស្ងាត់ទៅវិញពេលហ្នឹងគាត់បានឮសំឡេងប្តីរបស់គាត់និយាយឆ្លើយឆ្លងជាមួយនរណាម្នាក់មិនដឹងដោយគាត់បាននិយាយថាយប់នេះយើងសាក់គ្នាប៉ុណ្ណឹងសិនចុះចាំយប់ស្អែកចាំយើងបន្តទៀតបន្ទាប់មកស្រាប់តែឮសំឡេងទ្វារផ្ទះបានបើកឮសូរក្រាហើយប្តីរបស់គាត់ក៏បានចុះទៅខាងក្រោមបាត់ទៅចំណែកគ្រូច័ន្ទនៅពេលនោះគាត់មិនបានគោរពតាមកិច្ចសន្យានោះទេគឺគាត់បានបញ្ជាឲ្យគោបាស្នាតិមួយក្បាលរបស់គាត់រងចាំវាយប្រហារនៅពេលដែលពូសានភ្លេចខ្លួនពូសានគាត់នៅពេលនោះបានចុះទៅខាងក្រោមគឺគាត់ដើរចុះទៅបត់ជើងតូចគឺនៅពេលនោះគាត់មិនទាន់រួចស្រួលបួផងស្រាប់តែគាត់ឮសំឡេងត្រដោកគោតោកនៅខាងក្រោយខ្នងរបស់គាត់ក៏បានក្រឡេកមើលទៅខាងក្រោយស្រាប់តែវាបានស្ទុះមុខជុលបុកគាត់ពេញមួយទំហឹងបណ្ដាឲ្យគាត់ដួលផ្អោបទៅនឹងដើមដូងយ៉ាងពេញទំហឹងប្រពន្ធកាលបើបាត់ប្តីយូរពេកគាត់ក៏បានចុះមកខាងក្រោមដើម្បីតាមមើលប្តីគាត់បានសម្លឹងមើលក៏បានឃើញប្តីរបស់គាត់កំពុងដេកដួលស្ដុកស្ដឹងផ្អែកខ្នងទៅនឹងដើមដូងនៅក្បែរផ្ទះហើយក្នុងមាត់របស់គាត់មានឈាមពណ៌ខ្មៅហូរចេញមកតិចទៀតផងមិញតីក៏បានស្រែកហៅអ្នកភូមិឲ្យមកជួយប្តីរបស់គាត់អ្នកភូមិក៏នាំគ្នាសែងពូសានដាក់លើគ្រែហើយក៏បានសួរមិញតីពីដំណើររឿងនិងមូលហេតុដែលធ្វើឲ្យប្តីរបស់គាត់មានសភាពបែបនេះអ្នកភូមិក៏បានស្មានបានថាពូសានគាត់លេងអាគមជាមួយគ្រូអាគមផ្សេងទៀតហើយគាត់ចាញ់ល្បិចរបស់គេទើបធ្វើឲ្យគាត់ត្រូវរបួសយ៉ាងធ្ងន់បែបនេះអ្នកភូមិបានលាត់អាវរបស់គាត់មើលក៏ឃើញស្នាមជាំមួយដុំយ៉ាងធំ
ហាក់ដូចជាមានអ្វីដ៏ធំមានកម្លាំងខ្លាំងក្លាមកបុកចំកណ្ដាលដើមទ្រូងរបស់គាត់ព្រឹកឡើងមីងតីក៏បានទៅរកគ្រូអាគមឲ្យមកជួយប្តីរបស់គាត់គ្រូអាគមដែលគាត់រកមកម្នាក់គ្រាន់តែមកដល់ភ្លាមឃើញសភាពរបស់ពូសានគាត់បាននិយាយថាពូសានមានរបួសធ្ងន់ខ្លាំងណាស់មិនអាចជួយសង្គ្រោះបានទេបើទោះបីជាអាចជួយបានគាត់ក៏មិនហ៊ានដែរព្រោះរបស់ដែលគេបញ្ជូនមកគឺពិតជាខ្លាំងក្លាណាស់គាត់មិនមានសមត្ថភាពអាចតតាំងជាមួយគេបានឡើយសភាពពូសាននៅពេលហ្នឹងគឺគាត់បានត្រឹមតែដេកស្ងៀមត្រឹងមិនអាចសំបីតែកម្រើកខ្លួនបានមីងតីក៏ចេះតែស្វែងរកគ្រូអាគមបន្តបន្ទាប់តែពួកគាត់ម្នាក់សុទ្ធតែនិយាយដូចគ្នាទាំងអស់គ្រូខ្លះពេលមកដល់ភ្លាមក៏ក្រវីក្បាលហើយចេញទៅវិញដោយភាពភិតភ័យក្រោយមកគាត់ក៏បានអញ្ជើញគ្រូអាគមម្នាក់ឈ្មោះថាគ្រូតៃគាត់ក៏ហ៊ានមើលទៅកាន់គ្រូសានតែគាត់បានប្រាប់ទៅកាន់មីងតីថាគាត់មិនដឹងថាអាចជួយបានឬយ៉ាងណានោះឡើយនៅថ្ងៃទី1ពេលគាត់មកដល់ក៏បានរៀបចំពិធីរបស់គាត់សូត្រផ្លុំហើយក៏បានយកថ្នាំអុកលីបត្រង់ចំណុចដែលពូសានត្រូវរបួសបន្ទាប់មកគាត់ក៏បានចាក់ចេញទៅវិញលុះព្រឹកឡើងស្រាប់តែអ្នកភូមិរបស់គ្រូតៃបានឃើញសាកសពរបស់គាត់ដេកផ្កាប់មុខស្លាប់នៅខាងចុងភូមិនៅខាងក្រោយខ្នងរបស់គាត់មានស្នាមជាំយ៉ាងធំដែលត្រូវបានវាយប្រហារដោយគោបាស្នាទេសរបស់គ្រូច័ន្ទព្រោះគាត់ខឹងទៅកាន់គ្រូតៃដែលហ៊ានប្រហើនជាមួយគាត់ហើយព្យាយាមជួយទៅកាន់ពូសានអ្នកភូមិមិនបានដឹងថាគាត់ស្លាប់ដោយសារមូលហេតុអ្វីនោះឡើយតែពួកគាត់អាចសន្និដ្ឋានបានថាគ្រូតៃត្រូវបានសត្វអ្វីមួយជលចំពីក្រោយខ្នងជាក់ជាមិនខានមីងតីក្រោយពីបាត់គ្រូតៃមិនឃើញមុខមើលប្តីគាត់ក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់គ្រូតៃតែម្ដងលុះទៅដល់មីងតីក៏បានឃើញគេរៀបចំពិធីបុណ្យសពនៅខាងក្រោមផ្ទះរបស់គ្រូតៃមីងតីដោយភាពងឿងឆ្ងល់គាត់ក៏បានសួរទៅកាន់អ្នកភូមិដែលនៅទីនោះទើបគាត់បានដឹងអំពីដំណើររឿងគ្រប់សពបែបយ៉ាងចំពោះសភាពរបស់ពូសានក៏ចាប់ដើមធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃនៅត្រង់កន្លែងដែលមានស្នាមជាំស្រាប់តែមានដង្កូវវាចេញមកពីខាងក្នុងថែមទាំងមានទឹកខ្មៅហូរមកជាមួយទៀតផងលុះបានមួយអាទិត្យពូសានក៏បានស្លាប់បាត់បង់ជីវិតទៅមុននឹងគាត់ដាច់ខ្យល់គាត់ក៏បាននិយាយមួយម៉ាត់ថារឿងនេះគឺគ្រូច័ន្ទជាអ្នកធ្វើអ្នកភូមិនៅពេលនោះមិនមាននរណាម្នាក់ជឿទៅកាន់សម្ដីរបស់គាត់ឡើយពីព្រោះគាត់មិនដែលឃើញគ្រូច័ន្ទប្រព្រឹត្តអំពើអាក្រក់ម្ដងឡើយពួកគាត់ម្នាក់បានលើកឡើងថាប្រហែលជាពូសានគាត់ស្រមើស្រមៃនិងវង្វេងវង្វាន់ទើបចេះតែនិយាយផ្ដេសផ្ដាសអ្នកភូមិក៏បានរៀបចំពិធីបុណ្យសពឲ្យគាត់ទៅហើយពេលនោះអ៊ំប៉ាន់គាត់ក៏បានចូលរួមនឹងគេដែរតែគាត់មិនបានដឹងថាពូសានស្លាប់ដោយសារមូលហេតុអ្វីឡើយហើយចំពោះរឿងដែលពូសានចាញ់សឹកអាគមជាមួយគេនឹងត្រូវអំពើបន្ថែមរបស់គេទៀតនោះគឺគាត់មិនបានដឹងរឿងនោះឡើយផ្ទះរបស់អ៊ំប៉ាន់ស្ថិតនៅខាងចុងភូមិឆ្ងាយពីផ្ទះរបស់ពូសានដូច្នេះទើបបានជាគាត់មិនបានដឹងអំពីរឿងមួយនេះទាល់តែសោះក្រោយពេលដែលពូសានបានស្លាប់បាត់បង់ជីវិតទៅនៅក្នុងភូមិពេលនេះមិនមានគ្រូអាគមណាម្នាក់ធ្វើជាឆ្អឹងទៅតឹងកទៅកាន់គ្រូច័ន្ទបានឡើយគាត់ចាប់ផ្ដើមប្រើវិធីអាក្រក់ដោយប្រើខ្មោចព្រាយចូលទៅសន្ធិដ្ឋទៅកាន់អ្នកភូមិក៏ដូចជាដាក់អំពើផ្សេងហើយគាត់ក៏សម្ដែងធ្វើជាអ្នកទៅជួយដោះឲ្យទៅទេទៀតផងអ្នកភូមិគាត់មិនបានដឹងអំពីឧបាយកលដ៏ខ្មៅងងឹតមួយនេះឡើយតាមពិតទៅបំណងរបស់គ្រូច័ន្ទគឺគាត់ចង់ធ្វើជាមេភូមិថ្មីដើម្បីគ្រប់គ្រងនៅតំបន់ទីនោះកាលពីសម័យនោះអ្នកដែលបានធ្វើជាមេភូមិគឺមានកិត្តិយសនិងកេរ្តិ៍ឈ្មោះខ្លាំងណាស់អាចទទួលបានការគោរព
ពីអ្នកភូមិហើយជាពិសេសនោះនៅពេលដែលមានឈ្មួញជួញដូររកស៊ីនៅក្នុងភូមិមេភូមិអាចទទួលបានមាសប្រាក់អំពីឈ្មួញទាំងនោះទៀតផងដល់រដូវច្រូតឬក៏រដូវប្រមូលផលម្ដងអ្នកភូមិក៏តែងតែរិះអង្គាសគ្នាដូចជាស្រូវបន្លែផ្លែឈើជាដើមថែមទាំងមានមាសប្រាក់បន្តិចបន្តួចជូនទៅកាន់មេភូមិដែលខ្លួនរស់នៅផងដែរដូច្នេះហើយទើបបានជាគ្រូច័ន្ទគាត់មានបំណងចង់ធ្វើជាមេភូមិគ្រប់គ្រងក្នុងភូមិថ្មបាំងខ្លាំងណាស់ភូមិថ្មបាំងនេះគឺជាភូមិដ៏ធំមួយមានប្រជាជនរស់នៅយ៉ាងច្រើនក៏ដូចជាភូមិដែលសម្បូរពួកឈ្មួញធ្វើដំណើរឆ្លងកាត់ហើយជាភូមិដែលរុងរឿងសប្បូរសប្បាយទៀតផងថ្ងៃមួយនៅក្នុងភូមិថ្មបាំងស្រាប់តែមានសត្វក្របីមួយក្បាលវាបានចូលមកស៊ីនិងបំផ្លាញដំណាំរបស់អ្នកស្រុកមិនតែប៉ុណ្ណោះសត្វក្របីមួយក្បាលនោះវាបានបំផ្លិចបំផ្លាញរបស់របរផ្សេងៗក៏ដូចជាផ្ទះសម្បែងនិងខ្ទមដែលអ្នកភូមិបានធ្វើសម្រាប់ចាំនៅចំការទៀតផងសត្វក្របីមួយក្បាលនឹងវាមិនដែលបង្ហាញខ្លួននៅពេលថ្ងៃឲ្យអ្នកភូមិបានឃើញឡើយប៉ុន្តែនៅពេលយប់វាក៏ចាប់ផ្ដើមចូលមកបំផ្លិចបំផ្លាញនៅក្នុងភូមិថ្មបាំងមេភូមិគាត់ក៏បានកោះហៅអ្នកភូមិមកជួបជុំគ្នាដើម្បីរកវិធីចាត់ការទៅកាន់សត្វក្របីមួយក្បាលនោះឲ្យបានពួកគាត់ក៏បានរៀបចំអន្ទាក់ផ្សេងតែវាហាក់បីដូចជាឆ្លាតខ្លាំងណាស់អន្ទាក់របស់ពួកគាត់មិនអាចធ្វើអ្វីទៅកាន់វាបានឡើយបន្ទាប់មកទៀតពួកគាត់ក៏បាននាំអ្នកភូមិដើម្បីរងចាំបាញ់សម្លាប់ទៅកាន់សត្វក្របីមួយក្បាលនោះពួកគាត់បាននាំគ្នាសាងសង់ប៉មមួយយ៉ាងខ្ពស់នៅខាងចុងភូមិបណ្ដុំកន្លែងដែលសត្វក្របីតែងតែចូលមកស៊ីដំណាំនៅពេលយប់សត្វក្របីក៏បានបង្ហាញខ្លួនឡើងអ្នកភូមិក៏នាំគ្នាបាញ់ប្រហារទៅកាន់វាអ្នកភូមិម្នាក់គាត់បានបាញ់ចំសត្វក្របីនោះមួយគ្រាប់យ៉ាងច្បាស់តែនៅពេលដែលគាត់បាញ់ទៅកាន់សត្វក្របីវាក៏បានភ្ញូចបន្តិចទៅក្រោយហើយក៏ដើរស៊ីដំណាំបន្តទៀតដោយមិនមានគ្រោះថ្នាក់អ្វីនោះឡើយមិនតែប៉ុណ្ណោះវាថែមទាំងបានប្រើកម្លាំងរបស់វាវត្តចំសសរដែលអ្នកភូមិបានធ្វើជាប៉មស្ទើរតែដួលបាក់អស់តែមិនទាន់មាននរណាម្នាក់មានគ្រោះថ្នាក់អ្វីនោះឡើយក្នុងពេលហ្នឹងគ្រូច័ន្ទគាត់មិនទាន់បានចេញមុខដើម្បីសម្លាប់ទៅកាន់សត្វក្របីមួយក្បាលនឹងឡើយបន្ទាប់មកអ្នកភូមិដែលបានបាញ់ទៅកាន់វាហើយគ្រាប់កំភ្លើងរបស់គាត់មិនអាចសម្លាប់ទៅកាន់វាបានពួកគាត់ក៏បានយករឿងនេះប្រាប់ទៅកាន់គ្រូច័ន្ទឲ្យបានដឹងគ្រូច័ន្ទបន្ទាប់ពីបានស្ដាប់អ្នកភូមិរៀបរាប់ប្រាប់ទៅកាន់គាត់បាននិយាយប្រាប់ទៅកាន់អ្នកភូមិថាក្របីមួយក្បាលនោះប្រកាសជាសត្វក្របីព្រាយជាក់ជាមិនខានគាត់បានប្រាប់ទៅកាន់អ្នកភូមិទៀតថាសូមបងប្អូនមិនចាំបាច់មានការព្រួយបារម្ភឡើយយប់នេះខ្ញុំនឹងធ្វើដំណើរទៅប្រមាញ់សត្វក្របីមួយក្បាលនោះចោលដើម្បីកុំឲ្យវាចូលមកយាយីបំផ្លាញដំណាំរបស់បងប្អូនបន្តទៀតយប់ឡើងគ្រូច័ន្ទគាត់ក៏បានធ្វើដំណើរទៅកាន់កន្លែងដែលអ្នកភូមិរងចាំបាញ់សត្វក្របីកាលពីយប់មុនម៉ោង 9:00 យប់នោះគាត់ក៏បានឃើញសត្វក្របីមួយក្បាលនោះចូលមកយ៉ាងពិតប្រាកដមែនវាក៏ដើរស៊ីដំណាំជាធម្មតាដូចជាមិនមានការខ្លាចញញើតទៅកាន់គ្រូច័ន្ទសូម្បីតែបន្តិចគ្រូច័ន្ទគាត់ក៏មិនបង្អង់យូរនោះឡើយខណៈនោះគ្រាប់កំភ្លើងមួយគ្រាប់បានលាន់ឮសូរផោងសត្វក្របីមួយក្បាលក៏បានប្រកាច់ស្លាប់ភ្លាមមួយគ្រាប់អមិញគឺគ្រូច័ន្ទបានបាញ់ចំកណ្ដាលក្បាលរបស់វាតែម្ដងមើលទៅសត្វក្របីមួយក្បាលនោះប្រហែលជាវាមិនបានដឹងអំពីអំណាចនៃមន្តអាគមរបស់គ្រូច័ន្ទនោះទេគ្រូច័ន្ទក៏បានចុះមកខាងក្រោមរួចក៏បានលើកលីសែងក្របីមួយក្បាលនោះត្រឡប់ចូលទៅក្នុងភូមិអ្នកភូមិនៅពេលដែលឃើញគ្រូច័ន្ទ
បានសែងក្របីមួយក្បាលយ៉ាងធំដាក់លើស្មាពួកគាត់ម្នាក់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់សត្វក្របីមួយក្បាលដ៏ធំដែលមានទម្ងន់រាប់តោនប៉ុន្តែគ្រូច័ន្ទលីវាដាក់លើស្មាប្រៀបដូចជាដុំឈើមួយដុំប៉ុណ្ណោះអ្នកភូមិម្នាក់ពួកគាត់សប្បាយចិត្តខ្លាំងណាស់ហើយលន់មាត់សរសើរគ្រូច័ន្ទថាគ្រូច័ន្ទនេះមានមន្តអាគមខ្លាំងពូកែហើយថែមទាំងមានកម្លាំងប្រៀបប្រដូចជាដំរីសាយ៉ាងអញ្ចឹងមានអ្នកភូមិខ្លះថែមទាំងលន់មាត់និយាយថាប្រសិនបើគ្រូច័ន្ទគ្រប់គ្រងភូមិស្រុករបស់គាត់ប្រកាសជាភូមិស្រុកមួយនេះកាន់តែរីកចម្រើនជាក់ជាមិនខានពួកគេនិយាយនេះមិនបានឲ្យលោកមេភូមិឮនោះទេព្រោះពួកគេក៏ខ្លាចលោកអ៊ំមេភូមិគាត់មានការអាក់អន់ស្រពន់ចិត្តដែរបន្ទាប់មកទៀតគ្រូច័ន្ទគាត់ក៏បានចូលទៅស្និទ្ធស្នាលជាមួយលោកអ៊ំមេភូមិកាន់តែខ្លាំងឡើងហើយនៅយប់មួយគាត់ក៏បាននាំលោកអ៊ំមេភូមិផឹករហូតដល់ស្រវឹងក្រោយមកគាត់ក៏បានធ្វើជាសាកសួរលោកអ៊ំមេភូមិដើម្បីចង់ដឹងពីអាយុរបស់គាត់ក៏ដូចជាថ្ងៃខែឆ្នាំកំណើតរបស់អ៊ំមេភូមិផងដែរលោកអ៊ំមេភូមិដោយគាត់ពិតជារាប់អានទៅកាន់គ្រូច័ន្ទចេញពីក្នុងចិត្តពិតប្រាកដមែនគាត់ក៏មិនបានលាក់លៀមជាមួយគ្រូច័ន្ទនោះឡើយគាត់ក៏បានប្រាប់គ្រូច័ន្ទឲ្យបានដឹងទាំងអស់គ្មានសេសសល់បន្ទាប់ពីបានថ្ងៃខែឆ្នាំកំណើតរបស់លោកអ៊ំមេភូមិរួចហើយគ្រូច័ន្ទក៏បានឆ្លៀតយកសរសៃសក់ពីលោកអ៊ំមេភូមិឌីរួចបានយកទៅធ្វើពិធីអាគមខ្មៅរបស់គាត់ដាក់អំពើដើម្បីឲ្យអ៊ំមេភូមិឌីធ្លាក់ខ្លួនឈឺជាទម្ងន់នៅពេលនោះក្នុងភូមិថ្មបាំងមិនមានអ្នកគ្រប់គ្រងទទួលការខុសត្រូវឡើយគាត់នឹងឆ្លៀតឱកាសនេះដើម្បីឡើងធ្វើជាមេភូមិថ្មីគ្រប់គ្រងភូមិថ្មបាំងតែម្ដងគាត់បានយកស្បែកក្របីរបស់គាត់មានទំហំប៉ុនបាត់ដៃមកសូត្រផ្លុំបន្ទាប់មកស្បែកក្របីមួយនោះក៏បានคล้ายទៅជាសត្វរុយមួយក្បាលយ៉ាងតូចហើយគាត់បានបញ្ជាវាឲ្យចូលទៅក្នុងខ្លួនរបស់លោកអ៊ំឌីពេលដែលគាត់កំពុងតែសម្រាកលង់លក់យ៉ាងស្កប់ស្កល់ស្រាប់តែគាត់បានភ្ញាក់ឡើងមកហើយគាត់បានយកដៃស្ទាបទៅកាន់ពោះរបស់គាត់មានអារម្មណ៍ថាឈឺចុកចាប់ក្នុងពោះជាខ្លាំងនៅក្នុងពោះរបស់គាត់នៅពេលនោះក៏មានដុំមួយយ៉ាងធំនៅក្នុងពោះរំកិលទៅរំកិលមកហើយរីកធំឡើងបន្តិចម្ដងវាកាន់តែរំកិលក៏កាន់តែរីកធំគឺគាត់កាន់តែឈឺចុកចាប់ខ្លាំងឡើងរហូតដល់គាត់ស្រែកផ្អើលទៅដល់អ្នកភូមិដែលរស់នៅក្បែរផ្ទះរបស់គាត់អ្នកភូមិក៏នាំគ្នាផ្អើលមកមើលដល់ផ្ទះអ៊ំឌីហើយពួកគាត់ក៏បានឃើញថាពោះរបស់អ៊ំឌីកំពុងតែប៉ោងឡើងយ៉ាងខ្លាំងនៅពេលដែលពួកគាត់បានធ្វើដំណើរទៅកាន់ផ្ទះរបស់គ្រូច័ន្ទក៏បានប្រាប់ទៅកាន់អ្នកភូមិវិញថាគាត់ឥឡូវក៏កំពុងតែធ្លាក់ខ្លួនឈឺដែរខ្ញុំមិនអាចជួយទៅកាន់អ៊ំមេភូមិឌីបានឡើយចាំពេលខ្ញុំចាំខ្ញុំទៅជួយមើលគាត់គ្រូច័ន្ទគាត់ធ្វើជាល្បិចធ្លាក់ខ្លួនឈឺបែបនេះដើម្បីកុំឲ្យអ្នកភូមិមានការសង្ស័យព្រោះបើគាត់មិនបានជួយទៅកាន់អ៊ំមេភូមិឌីក៏មិនកើតនោះដែរបើអំពើមួយនោះគឺជាអំពើរបស់គាត់ដូច្នេះគាត់គ្មានហេតុផលអ្វីដែលជួយលោកអ៊ំមេភូមិឌីនោះទេអ្នកភូមិពេលដែលគ្រូច័ន្ទនិយាយបែបនេះគាត់ក៏មិនដឹងធ្វើយ៉ាងណាដែរពួកគាត់ក៏បានត្រឡប់ទៅវិញហើយប្រាប់ទៅកាន់សាច់ញាតិរបស់អ៊ំឌីឲ្យគាត់ទៅរកគ្រូអាគមផ្សេងទៀតឲ្យមកជួយទៅព្រឹកឡើងប្រពន្ធកូនរបស់គាត់ក៏បានទៅអញ្ជើញគ្រូអាគមដែលនៅភូមិផ្សេងឲ្យមកមើលលោកអ៊ំមេភូមិគាត់បានអញ្ជើញគ្រូអាគមជាច្រើនអ្នកប៉ុន្តែមិនមានគ្រូអាគមណាម្នាក់មានសមត្ថភាពអាចដោះអំពើស្បែកក្របីចេញពីពោះរបស់អ៊ំឌីបានឡើយអ៊ំប៉ាន់ដោយសារតែគាត់អាណិតទៅកាន់អ៊ំឌីគាត់ក៏បាននិយាយទៅកាន់ប្រពន្ធរបស់អ៊ំឌីថាគាត់ក៏ចេះមន្តអាគមតិចតួចដែរ
ចាំគាត់សាក់លបងដោះឲ្យមេភូមិប្រពន្ធរបស់ទីពេលនោះគាត់មិនសូវសង្ឃឹមឡើយថាប៉ាន់អាចជួយប្តីរបស់គាត់បានព្រោះគាត់បានទៅអញ្ជើញគ្រូអាគមជាច្រើនអ្នកដែរនៅតែមិនអាចជួយទៅកាន់ឌីបានដោយគ្មានជំរឿផ្សេងទៀតគាត់ក៏បានយល់ព្រមឲ្យប៉ាន់ជួយទៅកាន់ប្តីរបស់គាត់ក្នុងពេលនោះប៉ាន់បាននាំលោកមេភូមិចេញទៅក្រៅភូមិដើម្បីជួយដោះអំពើឲ្យគាត់ធ្វើបែបនេះក៏ព្រោះតែមិនចង់ឲ្យអ្នកភូមិបានដឹងណាមួយគាត់បាននិយាយថាបើលោកមេភូមិនៅស្ថិតក្នុងភូមិថ្មបាំងនេះគឺគាត់ពិបាកជួយទៅកាន់ឌីខ្លាំងណាស់ប្រពន្ធរបស់គាត់ក៏បាននាំលោកមេភូមិចាក់ចេញទៅជាមួយប៉ាន់ហើយប្រាប់ទៅកាន់អ្នកភូមិថាគាត់ត្រូវទៅរកគ្រូដែលនៅស្រុកឆ្ងាយផ្សេងទៀតឲ្យជួយដោះអំពើឲ្យប្តីរបស់គាត់ក្រោយពេលដែលឌីចាក់ចេញទៅនៅក្នុងភូមិមិនមានអ្នកគ្រប់គ្រងនោះទេហើយពេលនេះគឺពួកគាត់បានសម្រេចគ្នាលើកទៅកាន់គ្រូច័ន្ទឲ្យគាត់ធ្វើជាមេភូមិបណ្ដោះអាសន្នចំណែកប៉ាន់វិញគាត់ត្រូវប្រើរយៈពេលជាង2សប្តាហ៍ទើបអាចដោះអំពើចេញពីក្នុងខ្លួនរបស់ឌីអស់គាត់ប្រើរយៈពេលយូរបែបនេះក៏ព្រោះតែគ្រូច័ន្ទតែងតែបន្ថែមអំពើរបស់ខ្លួនជាបន្តបន្ទាប់តាំងពីដំបូងគ្រាន់តែធ្វើឲ្យឌីធ្លាក់ខ្លួនឈឺប៉ុណ្ណោះក្រោយមកដោយសារតែមានអ្នកអាចដោះអំពើរបស់គាត់បានគាត់ក៏បានដាក់អំពើសម្លាប់ទៅកាន់ឌីតែម្ដងប៉ាន់គាត់បានដោះអំពើច្រើនណាស់តាំងពីស្បែកក្របីដៃគោដែលមានច្រេះចាប់សរសៃសក់របស់ខ្មោចតៃហោងក៏ដូចជាកូនខ្មោចកូនព្រាយជាដើមដែលមានបំណងមកសម្លាប់លោកមេភូមិឌីបន្ទាប់ពីគាត់បានជាសះស្បើយឡើងវិញគាត់បានអរគុណទៅកាន់ប៉ាន់ខ្លាំងណាស់គាត់និងប្រពន្ធកូនរបស់គាត់មិននឹកស្មានថាប៉ាន់ជាគ្រូអាគមលាក់មុខដែលខ្លាំងពូកែបែបនេះសោះគាត់ក៏បានសួរប៉ាន់អំពីអ្នកដែលបានដាក់អំពើមកកាន់គាត់ពេលហ្នឹងប៉ាន់បានប្រាប់ទៅកាន់គាត់វិញថាអ្នកដែលបានធ្វើអំពើទាំងអស់នេះមិនមែនជាអ្នកឆ្ងាយមកពីណានោះទេគឺជាអ្នកដែលនៅក្នុងភូមិថ្មបាំងនេះដែរម្យ៉ាងទៀតគេក៏ជាអ្នកស្និទ្ធស្នាលជាមួយមេភូមិឌីផងដែរប៉ាន់គាត់បានបន្តទៀតថាប្រសិនបើគាត់និយាយទៅខ្លាចឌីមិនជឿដូច្នេះនៅពេលដែលត្រឡប់ចូលទៅក្នុងភូមិវិញឌីប្រកាសជាបានដឹងជាក់ជាមិនខានអ្នកដែលបានធ្វើអំពើមកកាន់ឌីនេះគឺជាអ្នកដែលមានបំណងធ្វើជាមេភូមិថ្មីគ្រប់គ្រងក្នុងភូមិថ្មបាំងដូច្នេះនៅពេលទៅវិញអ្នកណាជាអ្នកធ្វើមេភូមិអ្នកនោះហើយគឺជាអ្នកដែលបានដាក់អំពើបន្ទាប់ពីបានជាសះស្បើយឡើងវិញរួចហើយនឹងបានដឹងអំពីដំណើររឿងសពគ្រប់ពួកគាត់ក៏បាននាំគ្នាធ្វើដំណើរត្រឡប់ចូលមកក្នុងភូមិវិញពេលមកដល់ក៏បានដឹងថាភូមិថ្មបាំងឥឡូវបានរើសមេភូមិថ្មីរួចទៅហើយថែមទាំងជាគ្រូច័ន្ទទៀតផងមេភូមិនៅពេលនោះក៏ចាប់ផ្ដើមជឿបន្តិចម្ដងទៅកាន់សម្ដីរបស់ប៉ាន់នៅល្ងាចឡើងស្រាប់តែគ្រូច័ន្ទបានធ្វើដំណើរមកលេងមេភូមិឌីហើយធ្វើជាសាកសួរសុខទុក្ខទៅកាន់លោកឌីទៀតផងគាត់ថែមទាំងបាននិយាយសុំទោសចំពោះឌីថាគាត់ពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលមិនបានជួយទៅកាន់លោកមេភូមិឌីក៏ព្រោះតែគាត់ក៏ធ្លាក់ខ្លួនឈឺដូចគ្នាដែរមិនតែប៉ុណ្ណោះគាត់ក៏បានសាកសួរពីគ្រូអាគមដែលបានដោះអំពើឲ្យឌីហើយពេលនោះឌីក៏បានកុហកទៅកាន់គ្រូច័ន្ទថាគ្រូអាគមដែលបានដោះអំពើឲ្យគាត់គឺស្ថិតនៅក្នុងភូមិដែលមានចម្ងាយឆ្ងាយពីទីនេះខ្លាំងណាស់គាត់បានកុហកទៅកាន់គ្រូច័ន្ទក៏ព្រោះតែគាត់បានសន្យាជាមួយប៉ាន់រួចហើយបើគាត់មិនធ្វើបែបនេះទេគាត់មិនអាចរកអ្នកដែលដាក់អំពើមកកាន់គាត់បានឡើយច័ន្ទបាននិយាយសុំទោសទៅកាន់ឌីចំពោះរឿងដែលគាត់ឡើងធ្វើជាមេភូមិថ្មីបណ្ដោះអាសន្នហើយគាត់បាននិយាយថា
គាត់នឹងប្រគល់តំណែងនេះជូនទៅកាន់អ៊ំឌីវិញអ៊ំឌីនៅពេលនោះក៏បានញញឹមតបទៅកាន់គ្រូច័ន្ទវិញថាមិនអីនោះទេនេះជាកំហុសរបស់ខ្ញុំពីព្រោះខ្ញុំបានធ្លាក់ខ្លួនឈឺដូច្នេះហើយអ្នកភូមិគេក៏ត្រូវការអ្នកគ្រប់គ្រងផងដែរគ្រូច័ន្ទពេលដែលគាត់បានទៅសួរសុខទុក្ខអ៊ំឌីគាត់ក៏បានយកផ្លែឈើប្លែកៗជាច្រើនមុខជូនទៅកាន់អ៊ំឌីផងដែរបន្ទាប់ពីសួរសុខទុក្ខអ៊ំឌីរួចហើយគ្រូច័ន្ទក៏បានត្រឡប់ចាក់ចេញមកវិញអ៊ំឌីដោយសារតែគាត់មានការសង្ស័យគាត់មិនហ៊ានហូបទៅកាន់ផ្លែឈើដែលគ្រូច័ន្ទជូនមកកាន់គាត់ឡើយគាត់បានធ្វើដំណើរទៅកាន់ផ្ទះអ៊ំប៉ាន់ហើយយកផ្លែឈើទាំងអស់នោះដើម្បីឲ្យអ៊ំប៉ាន់ពិនិត្យមើលអ្វីដែលគាត់នឹកស្មានមិនដល់នៅពេលដែលអ៊ំប៉ាន់បានសូត្រផ្លុំទៅលើផ្លែឈើទាំងអស់នោះស្រាប់តែអ៊ំឌីបានឃើញមានដង្កូវជាច្រើនវាចេញមកខាងក្រៅអ៊ំឌីគាត់ក៏បានជឿទៅកាន់សម្ដីដែលអ៊ំប៉ាន់បានប្រាប់អ៊ំប៉ាន់គាត់បានប្រាប់ទៅកាន់អ៊ំឌីថាយប់នេះលោកបងសម្រាកនៅផ្ទះរបស់ខ្ញុំហើយព្រោះយប់នេះគេប្រកាសជាបញ្ជូនរបស់មកចាត់ការអ៊ំឌីឲ្យទាល់តែបានអ៊ំឌីគាត់ក៏បានយល់ព្រមតាមអ្វីដែលអ៊ំប៉ាន់បានប្រាប់ពេលយប់បានឈានចូលមកដល់គ្រូច័ន្ទក៏បានរៀបចំពិធីអាគមរបស់គាត់អាសនៈរបស់គាត់មានគោបាស្នាទេសមួយក្បាលយ៉ាងរលោងស្រូវធ្វើអំពីសំរិទ្ធដាក់នៅលើជើងពានមួយហើយមានរុំអំបោះពណ៌ខ្មៅជាច្រើនជុំវិញក្រឡេកទៅកាន់អ៊ំប៉ាន់វិញគាត់ក៏បានចងខ្សែសីមារាងជា4ជ្រុងនៅខាងលើផ្ទះរបស់គាត់បានប្រាប់ឲ្យអ៊ំឌីអង្គុយក្នុងខ្សែសីមាហើយកុំចេញមកខាងក្រៅឲ្យសោះយប់ឡើងនៅម៉ោង9យប់ស្រាប់តែអ៊ំប៉ាន់និងអ៊ំឌីបានឮសំឡេងសត្វគោដើរជុំវិញផ្ទះរបស់គាត់សត្វគោមួយក្បាលនោះវាបានព្យាយាមឡើងមកខាងលើដើម្បីចាត់ការទៅកាន់អ៊ំឌីក៏ដូចជាអ្នកដែលបានជួយអ៊ំឌីផងដែរអ៊ំប៉ាន់ពេលនោះគាត់ក៏បានដកយកចង្កូមសត្វខ្លាដែលគាត់បានបាញ់កាលពីប៉ុន្មានខែមុនមកសូត្រសែកផ្លុំនៅមុនវិជារបស់គាត់បន្ទាប់មកគាត់ក៏បានស្រែកអំបោះចេញរួចបោះវាចេញមកខាងក្រៅផ្ទះខណៈនោះចង្កូមខ្លាក៏បានคล้ายទៅជាសត្វខ្លាដំបងមួយក្បាលយ៉ាងធំរួចបានស្ទុះទៅវាយប្រហារទៅកាន់សត្វគោបារបស់គ្រូច័ន្ទគោបាស្នាទេសរបស់គ្រូច័ន្ទពិតជាមានអំណាចខ្លាំងពូកែណាស់ព្រោះវាធ្វើឡើងអំពីសម្រិទ្ធហើយបានចារនៅយ័ន្តមុនបាលីគាថាជាច្រើននៅលើដងខ្លួនរបស់វាទៀតផងភាគីទាំងសងខាងបានសូត្រផ្លុំនៅមុនវិជារបស់ខ្លួនដើម្បីឲ្យសត្វអាគមរបស់គាត់មានអានុភាពកាន់តែខ្លាំងហើយអាចយកឈ្នះទៅកាន់គូសត្រូវរបស់ខ្លួនបានសត្វខ្លាបានស្ទុះទៅវាយប្រហារប្រតាយប្រតបជាមួយសត្វគោបាស្នាទេសរហូតដល់យកឈ្នះទៅលើសត្វអាគមរបស់គ្រូច័ន្ទបានគ្រូច័ន្ទពេលនោះគាត់ពិតជាមានការខឹងសម្បាខ្លាំងណាស់ព្រោះគោបារបស់គាត់ធ្លាប់តែបានយកឈ្នះទៅលើគ្រូអាគមជាច្រើនតែបែរជាមកចាញ់ក្នុងដៃអ៊ំប៉ាន់ដែលធ្លាប់តែជាអ្នកភូមិធម្មតាទៅវិញសត្វគោបារបស់គាត់នេះប្រសិនបើសត្វខ្លាអាគមធម្មតាមិនអាចយកឈ្នះទៅលើវាបានឡើយចំពោះសត្វអាគមរបស់អ៊ំប៉ាន់វាគឺជាចង្កូមរបស់សត្វព្រាយខ្លាដែលមានអំណាចធ្លាប់បានសម្លាប់ទៅកាន់គ្រូអាគមខ្លាំងជាច្រើនអ្នករួចមកហើយវិញ្ញាណគ្រូអាគមដែលបានសន្ធិដ្ឋនៅក្នុងចង្កូមរបស់វាបានបន្ថែមមហិទ្ធិឫទ្ធិឲ្យខ្លានោះកាន់តែខ្លាំងឡើងទ្វេដងនៅពេលដែលសត្វអាគមរបស់គ្រូច័ន្ទបានចាញ់សត្វអាគមរបស់អ៊ំប៉ាន់គាត់ក៏មានរបួសក្នុងខ្លួនខ្លះដែរការប្រយុទ្ធក្នុងសឹកអាគមប្រសិនបើយើងចាញ់យើងក៏មានរបួសដូចជាការប្រយុទ្ធនៅខាងក្រៅដែរគ្រូច័ន្ទគាត់មិនទាន់អស់ចិត្តនោះទេម្ដងនេះគាត់ក៏បានប្រើសត្វអាគមរបស់គាត់ដែលជាសត្វដំរីមួយក្បាលយ៉ាងធំដំរីមួយក្បាលនោះវាមានពណ៌សភ្លឺរលោងចាំងចែងហើយវាបានពង្រីកមាឌយ៉ាងធំចង់ជន់គំតិចផ្ទះអ៊ំប៉ាន់
ដើម្បីសម្រាប់ពួកគាត់ទាំងពីរនាក់ប៉ាន់ម្ដងនេះបានប្រើនៅខ្នាយជ្រូកព្រាយដើម្បីទប់ទល់ជាមួយសត្វដំរីរបស់គ្រូច័ន្ទគាត់បានសូត្រផ្លុំបន្ទាប់មកបានយកបាតដៃរបស់គាត់ទះផ្ទប់ទៅលើរនាបផ្ទះហើយពេលនោះសត្វអាគមដែលជាជ្រូកព្រាយរបស់គាត់បានពង្រីកមៀតយ៉ាងធំប៉ុនដងខ្លួនរបស់សត្វដំរីបន្ទាប់មកវាក៏បានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាសត្វដំរីវាបានប្រើប្រម៉ោយរបស់វាវាត់ទៅកាន់សត្វជ្រូកបណ្ដាលឲ្យវាខ្ទាតជាច្រើនម៉ែត្រហើយស្ទុះចង់ទៅជន់សម្លាប់ទៅកាន់សត្វជ្រូកចំណែកសត្វជ្រូកវាមិនមានបញ្ហាធ្ងន់ធ្ងរអ្វីឡើយវាបានស្ទុះងើបឡើងហើយប្រើខ្នាយដ៏ស្រួចរបស់វាប្រហារទៅកាន់សត្វដំរីចាក់ទម្លុះរាងកាយជាច្រើនកន្លែងបណ្ដាលឲ្យសត្វដំរីរលាយបាត់ក្នុងពេលនឹងទៅម្ដងនេះគ្រូច័ន្ទកាន់តែមានរបួសធ្ងន់ជាងមុនតែគាត់មិនព្រមចោះចាញ់នោះឡើយប៉ាន់ដោយគាត់ដឹងថាមិនអាចទុកឲ្យគ្រូច័ន្ទនៅមានជីវិតធ្វើអំពើបាបទៅកាន់អ្នកភូមិបន្តទៀតនោះទេគាត់ក៏បានបង្ហើយជីវិតគ្រូច័ន្ទក្នុងពេលនោះទៅដោយគាត់បានបញ្ជាសត្វខ្លាអាគមរបស់គាត់ឲ្យទៅខំសម្លាប់គ្រូច័ន្ទដល់ខាងលើផ្ទះព្រឹកឡើងទើបអ្នកភូមិបានដឹងពីការស្លាប់របស់គ្រូច័ន្ទព្រោះនៅក្នុងសឹកអាគមយប់មិញពួកគាត់ដែលជាមនុស្សធម្មតាមិនអាចបានដឹងបានឃើញឬឮសំឡេងនៃការប្រយុទ្ធរបស់សត្វអាគមទាំងសងខាងបានឡើយពួកគាត់ក៏បាននាំគ្នារៀបចំពិធីបុណ្យសពឲ្យគ្រូច័ន្ទទៅតាមប្រពៃណីព្រោះពួកគាត់គិតថាគ្រូច័ន្ទគឺជាមនុស្សល្អតែនៅខាងក្រោយខ្នងវិញគ្រូច័ន្ទបានចាត់ការទៅកាន់គ្រូអាគមជាច្រើនអ្នកដែលធ្លាប់រស់នៅក្នុងភូមិស្រុករបស់ពួកគាត់នៅក្នុងកំឡុងពេលធ្វើពិធីបុណ្យដុតរំលាយសពគ្រូច័ន្ទស្រាប់តែមានសត្វមៀមមួយក្បាលបានហើរពាំយកឆ្អឹងធាតុមួយដុំរបស់គ្រូច័ន្ទចេញទៅយ៉ាងចម្លែកចំណែកជើងរបស់វាហាក់ដូចជាកំពុងខ្ញៅជាប់នៅក្រដាសសម្បត្តិអ្វីម្យ៉ាងបន្ទាប់ពីប៉ាន់បានជួយទៅកាន់លោកមេភូមិម្ដងហើយម្ដងទៀតមេភូមិឌីក៏បានឡើងធ្វើមេភូមិសាជាថ្មីហើយគាត់គោរពដឹងគុណចំពោះប៉ាន់ខ្លាំងណាស់នៅក្នុងភូមិថ្មបាំងពេលនោះបានស្ងប់ស្ងាត់រឿងរ៉ាវផ្សេងមួយរយៈក្រោយមកស្រាប់តែមានពួកក្រុមចៅមួយក្រុមដែលសុទ្ធសឹងតែជាក្រុមចៅអាគមបានធ្វើដំណើររសាត់អណ្ដែតពីតំបន់ណាមួយមិនដឹងនោះទេពួកវាមានគ្នាប្រមាណជា20នាក់ហើយបានធ្វើដំណើរចូលមកលាក់ខ្លួនក្នុងព្រៃក្បែរភូមិរបស់ប៉ាន់គប់ជួនក៏មានអ្នកដែលបានដើររករបស់ព្រៃចំនួន2នាក់គេបានឃើញពួកវាសម្រាកនៅទីនោះថែមទាំងមានកាំភ្លើងកាន់ជាប់នៅនឹងដៃគ្រប់គ្នាហើយសុទ្ធតែបាំងមុខចិត្តទៀតផងពួកគាត់គ្រាន់តែបានឃើញក៏បានដឹងថាពួកវាគឺជាក្រុមចៅហើយប្រកាសជាចូលមកប្លន់ក្នុងភូមិរបស់គាត់ជាក់ជាមិនខានទៅដល់ភូមិពួកគាត់ក៏បានប្រាប់ទៅកាន់លោកមេភូមិហើយឌីក៏បានកោះហៅអ្នកភូមិហើយមកជួបជុំគ្នាជាបន្ទាន់គាត់បានប្រមូលអ្នកដែលមានមន្តវិជ្ជាអាគមនិងប្រុសដែលមានកម្លាំងខ្លាំងក្លារៀបចំផែនការទប់ទល់ជាមួយក្រុមចៅមួយក្រុមនោះពេលនោះគាត់ក៏បានប្រមូលគ្រូអាគមបានចំនួន5នាក់រួមទាំងព្រានព្រៃផ្សេងដែលគេមានជំនាញក្នុងការប្រយុទ្ធដែលសរុបទៅទាំងមនុស្សប្រុសនៅក្នុងភូមិគឺបានមួយចំនួនធំផងដែរភូមិថ្មបាំងពេលនឹងមានគ្រូអាគមផ្សេងជាច្រើនគេត្រឡប់ចូលមករស់នៅម្ដងទៀតព្រោះគេបានដឹងថាគ្រូច័ន្ទបានស្លាប់បាត់បង់ជីវិតទៅហើយប៉ាន់ដោយសារតែនៅក្នុងស្រុកភូមិកំពុងមានទុក្ខលំបាកគាត់ក៏បានចូលរួមជាមួយគេដែរតែគាត់មិនបានបង្ហាញទៅកាន់អ្នកភូមិឲ្យបានដឹងថាគាត់ចេះមន្តវិជ្ជាអាគមនោះឡើយនៅពេលយប់ក្រុមចៅក៏បានចូលមកប្លន់យ៉ាងពិតប្រាកដមែនក្រុមចៅនៅពេលដែលពួកវាចូលមកដល់ក៏បានឃើញក្នុងភូមិមានសភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតា
នៅពេលនោះស្រាប់តែសំឡេងកំភ្លើងជាច្រើនគ្រាប់បានផ្ទុះឡើងអ្នកភូមិក៏បានចាប់ផ្ដើមបាញ់ប្រហារទៅកាន់ក្រុមចៅចំណែកឯក្រុមចៅក៏បានបាញ់តបតទប់ទល់ជាមួយអ្នកភូមិវិញដូចគ្នាភាគីទាំងសងខាងក៏បានបាញ់ប្រហារគ្នារហូតដល់អ្នករងរបួសក៏ដូចជាអ្នកស្លាប់ជាបន្តបន្ទាប់ក្រុមចៅដែលមានគ្នាប្រមាណ20នាក់បានដួលអស់5នាក់ទៅហើយតែពួកវាមិនទាន់បានបោះបង់ចោលនឹងការប្លន់របស់ពួកវាឡើយចំពោះអ្នកភូមិមិនទាន់មានអ្នកស្លាប់បាត់បង់ជីវិតនោះទេគ្រាន់តែមានអ្នករងរបួសខ្លះធ្ងន់ខ្លះក៏ស្រាលនៅពេលនោះអ្នកភូមិសង្កេតឃើញថាមានចៅចំនួន5នាក់ដែលគ្រាប់កំភ្លើងរបស់ពួកគាត់បាញ់មិនមុតចូលស្បែករបស់ពួកគេឡើយអ្នកភូមិដែលចេះអាគមទាំងប៉ុន្មានអ្នកនោះក៏បានប្រើគ្រាប់អាគមរបស់គាត់បាញ់សម្ដៅទៅកាន់ក្រុមចៅដូចគ្នាតែនៅតែមិនអាចសម្លាប់ទៅកាន់ពួកគេបានគឺនៅពេលដែលបាញ់ត្រូវពួកគេគឺគ្រាន់តែធ្វើឲ្យពួកវាទៀតថយទៅក្រោយរួចក៏ងើបឡើងមកវិញប្រយុទ្ធតទល់ជាមួយអ្នកភូមិបានធម្មតាចំពោះសមាជិកចៅដែលមិនមានមុនវិជ្ជាអាគមត្រូវបានអ្នកភូមិបាញ់ដួលស្លាប់បន្តបន្ទាប់គ្នាកោជើងលើគ្នាក្រុមចៅដែលចេះអាគមពេលបានដឹងថាគ្រាប់អាគមធម្មតាមិនអាចចាត់ការទៅកាន់អ្នកភូមិមួយចំនួនបានពួកគេក៏អាចដឹងថាអ្នកភូមិទាំងអស់នោះប្រកាសជាមានវិជ្ជាក្នុងខ្លួនជាក់ជាមិនខានពួកវាក៏បានប្រើគ្រាប់អាគមដែលពួកវាត្រៀមសម្រាប់ចាត់ការទៅកាន់គ្រូអាគមបាញ់សម្ដៅទៅកាន់អ្នកភូមិហើយក៏បណ្ដាលឲ្យអ្នកភូមិដែលមានមុនវិជ្ជាអាគមត្រូវរបួសមិនអាចតតាំងជាមួយពួកវាបានពួកគាត់ក៏បានរកកន្លែងសំងំពួនលាក់ខ្លួនព្រោះឥឡូវគាត់ពិបាកយកឈ្នះទៅកាន់ក្រុមចៅខ្លាំងណាស់គ្រាប់កំភ្លើងរបស់ពួកគាត់មិនអាចសម្លាប់ទៅកាន់ពួកវាបានសូម្បីតែបន្តិចតែគ្រាប់កំភ្លើងរបស់ពួកចៅមានអំណាចអាចទម្លុះស្បែករបស់ពួកគាត់បានយ៉ាងងាយស្រួលចំណែកអ៊ំប៉ាន់ពេលនោះគាត់ក៏បានបាញ់តទល់ជាមួយក្រុមចៅដូចគ្នាគាត់បានបាញ់ដួលពួកចៅអស់ជាច្រើនអ្នកពេលនេះគ្រាប់កំភ្លើងរបស់គាត់ក៏ជិតអស់ដូចគ្នាដោយគាត់បានដឹងថាមានបពពួកចៅចំនួន5នាក់ដែលមានស្បែកស្វិតខ្លាំងហើយគ្រាប់អាគមធម្មតាមិនអាចទម្លុះស្បែករបស់ពួកគេបានទេពេលនោះគាត់ក៏បានដកយកចង្កូមខ្លាថែមទាំងចែកជ្រូករបស់គាត់មកចងលើដងកំភ្លើងព្រមគ្នាគាត់ក៏បានបាញ់ត្រូវចៅម្នាក់ដែលជាចៅដែលមានស្បែកស្វិតហើយក៏បណ្ដាលឲ្យវាដួលស្លាប់ក្នុងពេលនោះទៅបពពួកចៅផ្សេងទៀតក្រោយពីបានដឹងថាមានអ្នកដែលចេះមុនអាគមហើយមានគ្រាប់អាគមអាចសម្លាប់ពួកវាបានវាក៏ចាប់ផ្ដើមមានការប្រុងប្រយ័ត្នហើយក៏រកកន្លែងសម្រាប់ការពារខ្លួនក្រុមចៅផ្សេងទៀតដែលនៅសល់ក៏ត្រូវបានអ្នកភូមិបាញ់សម្លាប់ជាបន្តបន្ទាប់គឺនៅសល់តែ4នាក់ដែលមានស្បែកស្វិតប៉ុណ្ណោះពេលដែលពួកគាត់បានបាញ់ត្រូវទៅកាន់ពួកវាប្រៀបដូចជាបាញ់ទៅកាន់ផ្ទាំងសំណឬក៏ដែកយ៉ាងអញ្ចឹងដែរគ្រាប់កំភ្លើងក៏បានបែកផ្កាភ្លើងព្រិកទៀតជ្រុះរាយប៉ាយពាសពេញដីចំណែកអ៊ំប៉ាន់គាត់ក៏បានប្រយុទ្ធជាមួយពួកចៅហើយក៏បានបាញ់សម្លាប់គ្នាវាអស់ជាច្រើនអ្នកទៀតផងដោយសារតែក្រុមចៅវាបានលាក់ខ្លួនដូចនេះនៅពេលនោះបានធ្វើឲ្យគាត់ពិបាកក្នុងការបាញ់សម្លាប់ពួកវាខ្លាំងណាស់មានពេលនោះគ្រាប់កំភ្លើងរបស់គាត់ក៏បានអស់គ្រាប់តែពួកចៅវានៅសល់គ្រាប់កំភ្លើងនៅឡើយម្ដងនេះគឺគាត់នៅសល់តែកាំបិតមួយដើមដែលសៀតជាប់នៅនឹងចង្កេះគាត់ក៏បានដកយកកូនកាំបិតចេញមកហើយបានសូត្រនៅមុនអាគមគាថាហើយក៏ស្រាយយកនៅខ្សែចំណងចង្កូមខ្លាដែលជាប់នៅនឹងដងកំភ្លើងយកមកចងនៅលើកាំបិតវិញម្ដងអ៊ំប៉ាន់គាត់ក៏បានសរសៀទៅតាមទីងងឹតដើម្បីកុំឲ្យក្រុមចៅបានមើលឃើញទៅកាន់គាត់ហើយបាញ់សម្ដៅទៅកាន់គាត់បានពួកចៅវាមិនបានដឹងថាអ៊ំប៉ាន់បានចូលមកគៀកខ្លួនរបស់វាឡើយពេលដែលពួកវាបានបាញ់សម្ដៅទៅកាន់អ្នកភូមិ
ពេលនោះប៉ាន់ក៏បានដឹងពីទីតាំងរបស់វារួចគាត់បានគប់កំបិតសម្លាប់ទៅកាន់ចៅម្នាក់ទៀតបានសម្រេចចៅដែលមានគ្នា20នាក់ឥឡូវត្រូវបានប៉ាន់រួមទាំងអ្នកភូមិចាត់ការអស់នៅសល់តែ2នាក់ប៉ុណ្ណោះចៅ2នាក់ដែលនៅសល់មានមុខមាត់ដូចគ្នាបេះបិទមើលទៅពួកគេប្រហែលជាបងប្អូនភ្លោះនឹងគ្នាជាក់ជាមិនខានវាបន្ទាប់ពីដឹងទីតាំងដែលប៉ាន់បានគប់កំបិតចេញមកវាក៏បានបាញ់សង្គ្រប់ទៅលើប៉ាន់តែប៉ាន់ពេលនោះក៏បានលាក់ខ្លួនយ៉ាងជិតដោយមិនអាចឲ្យមានឱកាសអាចចូលទៅចាត់ការវាបានឡើយចំពោះអ្នកភូមិដែលនៅសេសសល់ក៏បានបាញ់សង្គ្រប់ទៅលើក្រុមចៅទាំង2នាក់ដូចគ្នាតែពេលដែលបាញ់ពួកវាដួលហើយពួកវាក៏ងើបមកវិញគឺបាញ់ដួលពួកវាងើបក៏បានបាញ់ដួលតែមេចៅទាំង2នាក់នេះមិនមានរបួសសូម្បីតែបន្តិចគោលដៅរបស់ពួកវានៅពេលនោះគឺចាត់ការទៅកាន់ប៉ាន់ចំពោះអ្នកផ្សេងទៀតពួកវាងាយស្រួលក្នុងការចាត់ការនោះទេពេលនេះវាក៏បានអស់គ្រាប់កំភ្លើងដូចគ្នាហើយប៉ាន់ពេលបានដឹងដូច្នេះគាត់ក៏បានចូលទៅប្រយុទ្ធជាមួយពួកវាទាំង2នាក់នេះក៏មានស្នៀតប្រយុទ្ធមិនធម្មតាដែរដោយសារតែវាមានគ្នា2នាក់ហើយប្រយុទ្ធសុទ្ធតែខ្លាំងប៉ាន់ក៏ពិបាកទប់ទល់ណាស់ដែរពួកវាក៏បានប្រយុទ្ធទប់ទល់ជាមួយប៉ាន់ពួកវាក៏មានឱកាសវាយឲ្យប៉ាន់របូតកំបិតចេញពីដៃពួកវាក៏បានប្រើកំបិតដូចគ្នាប៉ុន្តែដោយសារតែអំណាចនៃខ្នាតជ្រូកព្រៃដែលប៉ាន់ពាក់ជាប់នៅនឹងកកំបិតអាគមរបស់វាក៏មិនអាចទម្លុះស្បែកប៉ាន់បានដូចគ្នាចំណែកអ្នកភូមិមិនហ៊ានបាញ់បន្តទៀតនោះទេព្រោះពួកគាត់ខ្លាចត្រូវប៉ាន់ពួកគាត់ទាំងអស់គ្នាមិនហ៊ានបាញ់នោះទេព្រោះខ្លាចគ្រាប់កំភ្លើងរបស់ពួកគាត់បង្កគ្រោះថ្នាក់ទៅដល់ប៉ាន់បាននេះក៏ព្រោះតែអ្នកភូមិមិនទាន់បានដឹងពីសមត្ថភាពរបស់ប៉ាន់ដូច្នេះហើយពួកគាត់មានតែសម្លឹងមើលឆាកប្រយុទ្ធរវាងប៉ាន់ជាមួយក្រុមចៅប៉ុណ្ណោះមេភូមិឌីពេលហ្នឹងគាត់ក៏មានរបួសផងដែរដូច្នេះគាត់មិនបានប្រាប់ទៅកាន់អ្នកភូមិឲ្យបានដឹងថាប៉ាន់គឺជាគ្រូអាគមដែលខ្លាំងពូកែនោះទេនៅក្នុងការប្រយុទ្ធប៉ាន់គាត់ក៏មានឱកាសធាក់ចំចៅបណ្ដាលឲ្យវាខ្ទាតចូលទៅក្នុងភ្នក់ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅចំណែកចៅម្នាក់ទៀតគាត់ក៏បានគៀកកវាជាប់ពីខាងក្រោយហើយគាត់ក៏បានក្រឡេកឃើញកំបិតរបស់គាត់ស្ថិតនៅជិតខ្លួនគាត់ដែរនៅពេលនោះគាត់ក៏បានគៀកកមេចៅម្នាក់នោះជាប់អូសទៅក្បែរកំបិតរួចបានយកកំបិតចាក់សម្លាប់វានៅពេលនឹងទៅចំណែកចៅម្នាក់ទៀតក៏បានដើរចេញពីអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែខោអាវរបស់វាឆេះអស់រលីងគ្មានសល់សក់របស់វាត្រូវបានភ្លើងឆេះឡើងរួញខ្មៅពេលនោះវាពិតជាមានកំហឹងខ្លាំងណាស់ព្រោះក្រឡេកមើលបងប្អូនរបស់ខ្លួនត្រូវបានប៉ាន់ចាក់សម្លាប់វាក៏បានស្ទុះចូលទៅប្រយុទ្ធជាមួយប៉ាន់បន្តទៀតវាទៅវាមកអស់មួយសន្ទុះតែមិនទាន់ដឹងអ្នកឈ្នះអ្នកចាញ់នោះឡើយស្នៀតប្រយុទ្ធផ្សេងរបស់ប៉ាន់និងមេចៅកំណាចម្នាក់នោះក៏បានបញ្ចេញអស់សពគ្រប់រហូតប្រើដល់ជំនួយពីមុនវិជាអាគមក៏នៅតែមិនទាន់អាចយកឈ្នះយកចាញ់គ្នាបាននោះដែរកម្លាំងនៃមហាទម្ងន់ដែលប៉ាន់និងមេចៅបានប្រើវាយទៅកាន់គ្នាទៅវិញទៅមកបានបណ្ដាលឲ្យដើមឈើក៏ដូចជាផ្ទះរបស់អ្នកភូមិដែលពួកគាត់វាយត្រូវបានដួលរលំបាក់ជាបន្តបន្ទាប់អ្នកភូមិនាំគ្នាសម្លឹងមើលការប្រកួតមួយនេះយ៉ាងយកចិត្តទុកដាក់គឺម្នាក់ចំហមាត់អស់ហើយនៅពេលហ្នឹងមួយដៃប្រសិនបើវាត្រូវមនុស្សធម្មតាវិញប្រកាសជាបាក់ឆ្អឹងខ្ទេចខ្ទីក្អួតឈាមស្លាប់ភ្លាមជាក់ជាមិនខានដោយសារតែអំពើល្អដែលប៉ាន់បានធ្វើមុនវិជារបស់គាត់ក៏មានអំណាចជាងមុនវិជារបស់មេចៅហើយគាត់ក៏បានវាយត្រូវទៅលើវាយ៉ាងដំណំមេចៅក៏បានស្ទុះចាប់បានកំភ្លើងមួយដើមហើយក៏បាញ់សម្ដៅទៅកាន់ប៉ាន់កៃកំភ្លើង
ក៏បានកេះឡើងជាច្រើនដងប៉ុន្តែមិនមានក្របកំភ្លើងមួយណាបានបាញ់ចេញនោះឡើយអ្នកភូមិដែលបានសម្លឹងមកមើលការប្រយុទ្ធមួយនេះគឺភ័យបកពោះជំនួសអំប៉ាន់គ្រប់គ្នាមេចៅនៅពេលដែលកំភ្លើងបាញ់មិនចេញក្របដូច្នេះវាក៏បានស្ទុះទៅចាប់បានក្របបែកមួយក្របដែលនៅនឹងចង្កេះរបស់គ្នាវាហើយបានបោះសម្ដៅទៅកាន់អំប៉ាន់រំពេចនោះក្របបែកមួយក្របបានផ្ទុះឡើងស្ទើរតែបែកក្រដាស់ត្រចៀកអ្នកដែលនៅក្បែរនោះអ្នកភូមិបានឃើញអំប៉ាន់ខ្ទាតទៅយ៉ាងឆ្ងាយពួកគាត់គិតថាអំប៉ាន់ស្លាប់បាត់បង់ជីវិតទៅហើយប៉ុន្តែនៅពេលដែលពន្លឺភ្លើងដែលបានឆេះនៅជុំវិញទីនោះចាំងឡើងពួកគាត់ក៏បានឃើញអំប៉ាន់ងើបឡើងមកវិញជាធម្មតាដោយគ្រាន់តែយកដៃបោសទៅលើខោអាវរបស់គាត់បន្តិចបន្តួចប៉ុណ្ណោះគាត់ជួនគាត់ក៏បានក្រឡេកឃើញកំបិតរបស់គាត់ធ្លាក់នៅជិតខ្លួនស្រាប់នោះគាត់ក៏បានរើសយកវាគប់សម្ដៅទៅកាន់មេចៅត្រូវចំកំភ្លើងរបស់វាបណ្ដាលឲ្យវាមានរបួសយ៉ាងខ្លាំងមេចៅវាបានស្រែកឡើងពោពេញទៅដោយសេចក្តីឈឺចាប់ឃើញឱកាសល្អអំប៉ាន់ក៏បានស្ទុះវាប្រហារទៅកាន់វាជាបន្តបន្ទាប់មកគាត់ក៏បានចាប់វាជាប់រួចកាច់បំបាក់កសម្លាប់វានៅពេលនឹងទៅបន្ទាប់ពីអាចសម្លាប់ចាត់ការទៅកាន់ក្រុមចៅរួចហើយអ្នកភូមិក៏បាននាំគ្នាសែងអ្នកដែលមានរបួសយកទៅព្យាបាលរួចចំពោះសាកសពរបស់ក្រុមចៅពួកគាត់ក៏បានសែងយកទៅដាក់គោលើគ្នារួចដុតកំទេចចោលទាំងយប់តែម្ដងកំឡុងពេលប្រមូលសាកសពក្រុមចៅអំប៉ាន់បានសង្កេតឃើញនៅដុំឆ្អឹងនិងក្រដាសសម្បត្តិមួយច្បាប់នៅជាប់នឹងខ្លួនរបស់មេក្រុមចៅបន្ទាប់ពីអំប៉ាន់បានបើកអាននិងពិនិត្យមើលទើបគាត់បានដឹងថានេះជាក្រុមទាហានរបស់ខ្មែរក្រហមដែលត្រូវបានអ៊ំច័ន្ទសរសេរសម្បត្តិកោះហៅឲ្យមកប្លន់ភូមិមួយនេះអ៊ំប៉ាន់ដោយសារតែគាត់អស់កម្លាំងគាត់មិនបាននៅជួយអ្នកភូមិបន្តទៀតនោះឡើយគាត់ក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយដុតសម្បត្តិអាគមនិងឆ្អឹងរបស់គ្រូច័ន្ទហើយបានចូលសម្រាកបាត់ទៅនៅវេលាព្រឹកឡើងនៅពេលដែលគាត់ភ្ញាក់មកស្រាប់តែបានឃើញអ្នកភូមិជាច្រើននៅជុំវិញផ្ទះរបស់គាត់អ្នកភូមិគឺពួកគាត់បាននាំគ្នាមកអរគុណទៅកាន់អំប៉ាន់ព្រោះកាលពីយប់មិញបើគ្មានអំប៉ាន់ទេពួកគាត់ប្រកាសជាត្រូវបានក្រុមចៅអាគមសម្លាប់អស់ជាមិនខានអ្នកភូមិខ្លះក៏បានយកអង្ករយកត្រីសាច់បន្លែផ្លែឈើយ៉ាងច្រើនមកឲ្យអំប៉ាន់ហើយសរសើរអំប៉ាន់មិនដាច់ពីមាត់ទាល់តែសោះមិនតែប៉ុណ្ណោះអ្នកភូមិក៏បានរៃអង្គាសមាសប្រាក់ជូនទៅកាន់អំប៉ាន់ផងដែរតែអំប៉ាន់គាត់ទទួលយកតែផ្លែឈើនិងត្រីសាច់ក៏ដូចជាអង្ករប៉ុណ្ណោះនៅពេលនេះអ្នកភូមិក៏បានដឹងពីសមត្ថភាពរបស់អំប៉ាន់ដូចនេះហើយអំប៉ាន់មិនអាចលាក់បាំងពីសាវតារបស់គាត់ដែលគាត់ជាគ្រូអាគមទៅកាន់អ្នកភូមិបន្តទៀតបានឡើយសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូបន្តទៀត